សួរប្រិយមិត្តយើងទាំងអស់ដែលកំពុងតែទស្សនាវីដេអូឃ្លីបក៏ដូចជាប្រិយមិត្តដែលកំពុងតែតាមដានស្ដាប់កម្មវិធីជីវិតនឹងលុយចាសសប្តាហ៍នេះគឺជាសប្តាហ៍ថ្មីមួយទៀតហើយដែលកម្មវិធីជីវិតនឹងលុយបានចុះមកធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងដែលវាគ្មិននៅក្នុងសប្តាហ៍នេះគឺលោកអមសេងបូរ៉ាដែលលោកគឺជាអ្នកបង្កើតនៅកម្មវិធីជីវិតនឹងលុយនេះផ្ទាល់តែម្ដងចាក់ដែល live សម្រាប់ប្រធានបទរបស់យើងនៅថ្ងៃនេះវិញគឺពាក់ព័ន្ធជាមួយនឹងភាពជាមនុស្សជោគជ័យចាខណៈពេលនេះកុំឲ្យប្រិយមិត្តរបស់យើងទន្ទឹងរង់ចាំយូរសូមអនុញ្ញាតសម្ដែងសម្លាយជាមួយនឹងលោកបារ៉ាបន្តិចសិនចាចាជម្រាបសួរបងបារ៉ាអមរយៈនេះរវល់ច្រើនទេបងរវល់ច្រើនបងចាចុះសម្រាប់សុខទុក្ខរបស់បងវិញយ៉ាងណាដែរសុខសប្បាយធម្មតាធ្វើបិទតែរវល់ប៉ុន្តែបងនៅតែសុខសប្បាយបាទសុខសប្បាយចាជាការពិតណាស់គឺអមរយៈនេះបងបារ៉ាមានភាពមមាញឹកច្រើនមែនតើសូម្បីតែនៅតាមបណ្ដាកញ្ចក់ទូរទស្សន៍នានានោះគឺឃើញមានមុខបងបារ៉ាច្រើននៅក្នុងកម្មវិធីទូរទស្សន៍ចែករំលែករបស់ពិសោធន៍ល្អៗមួយចំនួនហើយជឿជាក់ថាប្រិយមិត្តរបស់យើងដែលគាត់និយមគ្រប់គ្រងកម្មវិធីដែលផ្ដោតសំខាន់ទៅលើផ្នែកគំនិតក៏ដូចជាកម្មវិធីសេដ្ឋកិច្ចមួយចំនួននោះគឺគាត់តែងតែបានឃើញលោកបារ៉ាផងដែរចាដែលឡែកសម្រាប់ថ្ងៃនេះដោយសារតែប្រធានបទរបស់យើងនឹងគឺពាក់ព័ន្ធជាមួយនឹងភាពជាមនុស្សជោគជ័យហើយនេះខ្ញុំបានឃើញសភៅមួយក្បាលដែលសរសេរនិងរៀបរៀងដោយលោកអមសេងបូរ៉ាតកតងជាមួយនឹងការពង្រឹងគុណភាពជាមនុស្សជោគជ័យនិងភាពជាអ្នកដឹកនាំហើយមានចំណាប់អារម្មណ៍មែនទែនសម្រាប់សភៅមួយក្បាលនេះដោយសារតែមានចំណុចមួយចំនួនដែលយើងខ្ញុំមានចំណាប់អារម្មណ៍ប៉ុន្តែក៏មុននឹងបង្ហាញពីចំណាប់អារម្មណ៍តកតងជាមួយនឹងសភៅរបស់លោកបារ៉ាផងដែរក៏អនុញ្ញាតចង់ជំរាបសួរចំណាប់អារម្មណ៍របស់លោកបារ៉ាបន្តិចថានៅពេលដែលលោកបង្កើតសភៅនឹងដំបូងថាលោកមានឆន្ទៈក៏ដូចជាមានបំណងចិត្តយ៉ាងណាដែរនៅក្នុងការសរសេរសភៅមួយក្បាលនេះចា៎បាទអរគុណច្រើនបងតាមពិតសៀវភៅនេះកើតឡើងគឺចេញពីអ្វីដែលខ្លួនខ្ញុំបានឆ្លងកាត់ផ្ទាល់តែម្ដងដោយបងចត្រាបានដឹងពីប្រវត្តិរបស់បងខ្លះគឺពីដើមមកបងបានលូតលាស់នៅក្នុងក្រុមគ្រួសារមួយដែលមានភាពក្រីក្រហើយឆ្លងកាត់នៅការលំបាកនិងឧបសគ្គជាច្រើននៅក្នុងជីវិតតាំងពីកុមារភាពរហូតដល់ការរៀនសូត្ររហូតដល់វាចាក់គេថាភូមិកំណើតមកដល់ទីក្រុងភ្នំពេញហើយចេញពីក្រុងភ្នំពេញរហូតដល់រៀននៅទីឆ្ងាយទៅទៀតហើយប្រឡូកនៅក្នុងការងារប្រឡូកនៅក្នុងមុខរបរគឺជួបប្រទះនៅបញ្ហាជាច្រើននៅក្នុងជីវិតហើយបងធ្វើការប្រៀបធៀបអំពីជីវិតរបស់មនុស្សនៅក្នុងប្រទេសកម្ពុជាដូចជាក្នុងពិភពលោកទាំងមូលហើយមើលឃើញនៅលក្ខណៈពិសេសជាច្រើនរវាងលក្ខណៈនៃភាពខុសប្លែកគ្នាពីគុណភាពរបស់មនុស្សអញ្ចឹងមានហេតុអីបានមានអ្នកខ្លះមានអ្នកខ្លះប្រជុំមានអ្នកខ្លះក្រមានអ្នកខ្លះធ្វើជាអ្នកធម្មតាអ្នកខ្លះជាអ្នកដឹកនាំអីជាដើមអញ្ចឹងបងបានរកឃើញនៅកន្លឹះជាច្រើនហើយអញ្ចឹងតាមរយៈការដែលបងដឹកនាំជីវិតខ្លួនឯងឲ្យមានការរីកចម្រើនគឺគិតថាអាចមានប្រយោជន៍ទៅមនុស្សជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដោយសារតែប្រទេសយើងកំពុងតែមានការអភិវឌ្ឍអញ្ចឹងយើងត្រូវការអ្នកដឹកនាំយើងត្រូវការអ្នកដែលមានភាពសមត្ថភាពក្នុងភាពជាមនុស្សដែលជោគជ័យមនុស្សដែលដឹកនាំដែលធ្វើឲ្យមានការរីកចម្រើនក្នុងប្រទេសយើងក៏ដូចជាចូលរួមប្រកួតប្រជែងនៅក្នុងការលូតលាស់នៅក្នុងគេហៅលំដាប់ថ្នាក់ពិភពលោកផងដែរអញ្ចឹងបងបានត្រៀមបានរៀបចំអ្វីដែលបងបានឆ្លងកាត់នេះទៅជាកម្រងឯកសារមួយដែលយកតែកន្លឹះចម្រាញ់សំខាន់ដែលមានប្រហែលជា50កន្លឹះដែលមកគិតថាជាកន្លឹះតែម្ដងព្រោះបងយល់ថាអ្វីស្ទើរមានរបៀបយើងដាំបាយឲ្យឆ្ងាញ់មានរបៀបដាំឲ្យឆ្អិនបើដាំមិនចេះរបៀបទេដាំទៅឆៅដាំទៅខ្លោចធ្វើម្ហូបឲ្យឆ្ងាញ់ក៏មានរបៀបរបស់វាដែរអញ្ចឹងណាអញ្ចឹងនៅក្នុងជីវិតក៏ដូចគ្នាចង់ឲ្យជីវិតឆ្ងាញ់ចង់ឲ្យជីវិតជោគជ័យក៏ត្រូវតែមានរបៀបមានកន្លឹះរបស់វាអញ្ចឹងបងគឺថាចងក្រងរៀបចំនៅកន្លឹះសំខាន់ៗនេះដើម្បីចែករំលែកទៅដល់ប្រជាជនខ្មែរយើងនៅក្នុងប្រទេសកម្ពុជាឲ្យមានឱកាសក្នុងការគឺថាអត់ប្រើប្រាស់ពីវែងប្រើប្រាស់ពីខ្លីប៉ុន្តែឲ្យចំគោលដៅតែម្ដងចាសូមអរគុណដល់លោកបារ៉ាផងដែរតែពិតសម្រាប់សភៅមួយក្បាលនេះគឺសុទ្ធតែជាកន្លឹះសំខាន់ដែលលោកបារ៉ាបានរៀបរៀងឡើងនៅក្នុងនោះលោកបានបង្ហាញហើយគឺមានជាង50ចំណុចចា50ចំណុចដែលនៅក្នុងនោះគឺដើម្បីជួយដល់បងប្អូនយើងទាំងអស់គ្នាដែលគាត់មានបំណងចង់ក្លាយទៅជាមនុស្សជោគជ័យក៏ដូចជាចង់ក្លាយទៅជាអ្នកដឹកនាំមួយរូបគឺគាត់មានកន្លឹះក៏ដូចជាគេហៅមានផែនទីមួយដើម្បីជួយជំរុញគាត់នឹងឲ្យទទួលបានជោគជ័យកាន់តែលឿនផងដែរហើយនៅក្នុងនោះនេះខ្ញុំបានអានសភៅនឹងដែរគឺនេះខ្ញុំមានចំណាប់អារម្មណ៍ត្រង់ចំណុចទី1ដែលនៅក្នុងនោះបងបានសរសេរថាមនុស្សជោគជ័យគេយល់ថាភាពជោគជ័យគឺជាដំណើរនៃភាពរីករាយក្នុងភាពបច្ចុប្បន្នហើយគេធ្វើខ្លួនគេរីករាយជាមួយនឹងអ្វីដែលគេមាននៅចំពោះមុខគ្រប់ពេលវេលាគ្រប់ទីកន្លែងរីឯមនុស្សធម្មតាវិញគេយល់ថាភាពជោគជ័យគឺជាការសម្រេចបាននៅគោលបំណងនាពេលអនាគត
ដូច្នេះហើយគេបានបាត់បង់នៅភាពរីករាយក្នុងភាពបច្ចុប្បន្នសម្រាប់ជីវិតហើយរងចាំទទួលយកនៅភាពមិនច្បាស់លាស់នាពេលអនាគតទៅវិញចំណុចនេះគឺមានអារម្មណ៍ថាប៉ះពាល់ចិត្តនេះខ្ញុំមែនតើហើយក៏សង្ឃឹមថានឹងប៉ះពាល់ចិត្តប្រិមិត្តរបស់យើងដូចគ្នាដែរហើយនៅក្នុងចំណុចនេះដែរក៏ចង់ឲ្យបងបារ៉ាបានធ្វើការបកស្រាយបន្ថែមទៀតទៅតងជាមួយនឹងចំណុចទី1នេះអ្វីទៅដែលយើងគិតថាគឺជាដំណើរនៃភាពជោគជ័យនៅក្នុងជីវិតយើងហើយយើងត្រូវរក្សាភាពរីករាយនៅក្នុងដំណើរជីវិតរបស់យើងចាគឺធ្វើរបៀបម៉េចទៅបងចាចំណុចនេះសំខាន់មែនតើព្រោះជាចំណុចឲ្យបងឡាចំណុចទី1ទៀតនៅក្នុងសិភៅកូនសិភៅនេះមនុស្សជាច្រើនមានការយល់ច្រឡំភ័ន្តច្រឡំអំពីជីវិតខ្លួនឯងចាអត់ស្គាល់ពីជីវិតរបស់ខ្លួនឯងច្បាស់យើងកើតមកហើយយើងនឹងស្លាប់ទៅវិញមែនទេចាយើងកើតមកហើយយើងនឹងស្លាប់ទៅវិញអញ្ចឹងក្នុងដំណើរពីពេលកើតរហូតមកដល់មុនពេលស្លាប់នេះយើងពិតជាចង់បានអីគេចាយើងពិតជាចង់បានអីគេសេចក្តីសុខល្អណាស់បើសិនជាបងឆ្លើយទៅសេចក្តីសុខអានោះគឺបងយល់ពីជីវិតប៉ុន្តែមនុស្សជាច្រើនអត់បានយល់ថាគោលបំណងជីវិតនោះគឺជាសេចក្តីសុខនោះទេគាត់យល់ថាគោលបំណងជីវិតខ្ញុំចង់ខ្លាចជាសេដ្ឋីតើតែខ្លាចជាសេដ្ឋីខ្ញុំចង់ខ្លាចជាសេដ្ឋីខ្ញុំចង់ខ្លាចជាអ្នកមានចាប្រកបណាស់ខ្លាចជាសេដ្ឋីខ្លាចជាអ្នកមានជាផ្នែកមួយដែលនាំឲ្យយើងអាចមានសេចក្តីសុខដែរចាព្រោះនៅពេលដែលយើងខ្លាចជាសេដ្ឋីឬក៏យើងមានលុយច្រើនយើងអាចធ្វើអ្វីៗបានច្រើនយ៉ាងក៏ប៉ុន្តែយើងមានតែមួយនោះអត់ទាន់គ្រប់គ្រាន់ទេអត់ទាន់ជាគោលបំណងធំជាគោលបំណងទូចដល់ហើយទេខ្លាចជាសេដ្ឋីជាគោលបំណងមួយទូចដល់ហើយទេហេតុអីយើងត្រូវគោលបំណងជីវិតរបស់យើងត្រូវស្វែងរកសេចក្តីសុខឲ្យខ្លួនឯងចាអញ្ចឹងហើយតើសេចក្តីសុខនោះវាយ៉ាងម៉េចសេចក្តីសុខនោះគឺជាដំណើរគ្រប់ដង្ហើមវិញ្ចូលរបស់យើងនេះគ្រប់ដង្ហើមវិញ្ចូលរបស់យើងនេះគឺយើងត្រូវតែមានអារម្មណ៍សុខបាទប្រសិនបើយើងអត់មានអារម្មណ៍សុខទេប្រកាសជាយើងមានអារម្មណ៍ទុក្ខចាអញ្ចឹងសម្រាប់បងប្អូនខ្លះគាត់គោលបំណងរបស់គាត់គឺថាចង់ខ្លាចជាសេដ្ឋីតើគាត់សម្រេចជាសេដ្ឋីបានគាត់ជោគជ័យបានគាត់រីករាយចាអញ្ចឹងឥឡូវនេះមិនទាន់ជាសេដ្ឋីទេគាត់ចង់បាន5ឆ្នាំក្រោយឬ10ឆ្នាំក្រោយខ្លាចជាសេដ្ឋីចាអញ្ចឹងអា5ឆ្នាំក្រោយ10ឆ្នាំក្រោយនោះជាពេលខាងមុខមែនទេចាជាពេលខាងមុខមិនពេលឥឡូវទេចាអញ្ចឹងគាត់រងចាំសេចក្តីសុខនៅពេលខាងមុខគាត់អត់បានទទួលសេចក្តីសុខឥឡូវនេះអញ្ចឹងជាមើលប្រសិនបើគាត់រងចាំសេចក្តីសុខនៅពេលខាងមុខតើតែសម្រេចបាននោះបានសុខតែឥឡូវនេះគាត់បាត់បង់ហើយគាត់មានការបាត់បង់សេចក្តីសុខអញ្ចឹងគាត់គិតតែធ្វើអ្វីដែលដើម្បីឲ្យបាននៅអ្វីដែលគាត់ចង់បាននៅខាងមុខហ្នឹងគាត់មិនបានចេះឲ្យខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យរីករាយនៅពេលបច្ចុប្បន្នអញ្ចឹងបានខ្ញុំនៅក្នុងសិភៅនេះខ្ញុំបានចំណុចជីវិតដែលថាមនុស្សជោគជ័យគឺគេចេះសប្បាយរីករាយនៅពេលបច្ចុប្បន្ននេះគេចេះសប្បាយរីករាយគេចេះស្វែងរកនៅសេចក្តីរីករាយនៅពេលបច្ចុប្បន្នក្នុងដំណើរជីវិតគ្រប់ដង្ហើមចេញចូលរបស់គេហើយព្រោះជីវិតរបស់គេគឺជាការបន្តដំណើរគ្រប់ដង្ហើមចេញចូលរបស់គេរហូតដល់គេស្លាប់ទៅវិញចា៎អញ្ចឹងសម្រាប់អ្នកដែលមិនជោគជ័យខ្ញុំថាមិនជោគជ័យចា៎គឺគាត់រងចាំនៅពេលអនាគតហើយគាត់ផ្ដោតទៅលើតែលុយពេលខ្លះគាត់ផ្ដោតលើតែលុយមកមុខចា៎តាមពិតសេចក្តីសុខមានច្រើនប្រភពទី1គឺប្រភពសេចក្តីសុខដែលចេញពីរាងកាយចា៎ទី2គឺសេចក្តីសុខដែលចេញពីផ្លូវគំនិតរបស់យើងនេះដែលយើងគិតទៅចេញមានដំណោះស្រាយដែលយើងមិនសញ្ញយើងមិនមានបញ្ហានៅក្នុងផ្លូវគំនិតអានោះគឺសេចក្តីសុខផ្លូវគំនិតមួយទៀតសេចក្តីសុខផ្លូវអារម្មណ៍ដែលយើងមានអារម្មណ៍ស្រស់ស្រាយជ្រះថ្លាអារម្មណ៍ដែលសន្តិភាពផ្លូវចិត្តមិនខឹងមិនអាក់អន់ចិត្តមិនចំណែនអានោះគឺយើងធ្វើឲ្យយើងមានសេចក្តីសុខផ្លូវទី3ផ្លូវទី4គឺសេចក្តីសុខផ្លូវស្មារតីរបស់យើងដែលយើងមានភាពគេថារឹងប៉ឹងមានភាពម៉ត់ចត់ឬក៏ក្លាហានក្លៀវក្លាមុះមុតអានោះគឺជាសេចក្តីសុខមួយប៉ុន្តែបើសិនបើអត់មានអានោះទេគឺយើងភ័យខ្លាចយើងស្លន់ស្លោយើងភ័យយើងអាសាភ័យយើងអីណាអានោះគឺធ្វើឲ្យយើងអត់មានសេចក្តីសុខទេចា៎នោះសេចក្តីសុខមួយសំខាន់ណាហើយសេចក្តីសុខមួយទៀតគឺសេចក្តីសុខរឿងមានលុយពេលមានលុយយើងមានសេរីភាពហិរញ្ញវត្ថុក្នុងការយកលុយនោះទៅប្រើប្រាស់ឬក៏ជួយមនុស្សបានកាន់តែច្រើនទៀតអញ្ចឹងឃើញលុយជាផ្នែកមួយទេណាបងរាប់គឺថាលុយជាផ្នែកមួយចា៎ប៉ុន្តែមិនជាចំណុចទី1មិនជាចំណុចទី1ទៀតបាទហើយវាជាយន្តការក្នុងការជួយយើងឲ្យមានសេចក្តីសុខនិងជួយអ្នកដទៃដែរនៅពេលយើងតែអត់លុយមានបញ្ហាដែរមានទុក្ខដែរបាទមានលុយអត់លុយមួយពេលខ្លះមិនត្រឹមអត់លុយជាពាក់លុយគេអត់មានលុយសងគេទៀតបាទរឹតតែពិបាកចិត្តទៅទៀតបាទហ្នឹងមានទុក្ខមួយទៀតសេចក្តីសុខក្នុងសម្ព័ន្ធគ្រួសារយើងមានតែដំណងគ្នាទៅវិញទៅមកអញ្ចឹងដល់ពេលដែលយើងមានតំណងគ្នាទៅវិញទៅមកយើងទៅផ្ដល់សេចក្តីសុខឲ្យគ្នាទៅវិញទៅមកយើងទៅរៀនរស់នៅជាមួយគ្នាទៅវិញទៅមកបាទប្រសិនបើយើងអត់បានចាប់អារម្មណ៍ពីវាយើងនឹងទទួលបាននៅសេចក្តីទុក្ខនៅក្នុងតំណងទៅវិញទៅមកយើងរំពឹងពីគ្នាទៅវិញទៅមកយើងចាប់ប្រភពគ្នាទៅវិញទៅមកយើងនិយាយមិនល្អពីគ្នាទៅវិញទៅមកយើងទៀមទាពីគ្នាទៅវិញទៅមក
អាហ្នឹងគឺធ្វើឲ្យយើងមានសេចក្តីទុក្ខអានឹងទៅចេះរៀនជាលក្ខណៈគ្រួសារជាប្តីប្រពន្ធជាកូនជាឪពុកម្ដាយនៃបងប្អូនឯជាដើមសេចក្តីសុខមួយទៀតសេចក្តីសុខនៅក្នុងសង្គមដែលយើងត្រូវពាក់ព័ន្ធជាមួយនឹងមនុស្សជាច្រើននៅក្នុងសង្គមយើងជាមិនផុតរស់នៅជិតគ្នាយើងជាមិនផុតក្នុងការធ្វើការជាមួយគ្នាយើងជាមិនផុតក្នុងការរស់ស៊ីជាមួយគ្នាអញ្ចឹងបើសិនតែយើងមានទំនាក់ទំនងល្អយើងចេះជួយគ្នាយើងស្រឡាញ់គ្នាយើងសហការគ្នាយើងធ្វើការរីកចម្រើនយើងមានសេចក្តីសុខតែផ្ទុយទៅវិញដល់ពេលដែលយើងអត់មានទំនាក់ទំនងល្អយើងអត់ចេះរៀនធ្វើការជាមួយគ្នាយើងអត់ចេះរៀនរស់នៅជិតគ្នាយើងអត់ចេះរៀនរស់ស៊ីជាមួយគ្នាធ្វើឲ្យយើងមានបញ្ហាក្នុងចំណងតាក់ទងហើយយើងអត់មានការទទួលស្គាល់អត់មានការឲ្យតម្លៃគ្នាទៅវិញទៅមកចា៎ការងារយើងក៏អត់បានល្អការរស់ស៊ីអត់បានល្អចំណេះដំណងទៀតល្អជួនកាលបង្កើតជាសត្រូវទៅទៀតណាយើងធ្វើឲ្យយើងមានសេចក្តីទុក្ខចា៎ហ្នឹងគឺតំណងសេចក្តីសុខក្នុងសង្គមសេចក្តីសុខមួយទៀតតាមពិតគឺនៅក្នុងជាមួយនឹងធម្មជាតិបរិយាកាសសម្ព័ន្ធផែនដីប្រសិនបើយើងអត់ស្គាល់បរិយាកាសផែនដីសម្ព័ន្ធភាពឬក៏ហៅថាអង់គ្លេសថា the universe ដែលឬក៏បរិយាកាសក្នុងសម្ព័ន្ធផែនដីទាំងមូលនេះអញ្ចឹងបើសិនជាយើងអត់ដឹងអាហ្នឹងទេយើងអត់អាចយកធម្មជាតិយើងអាចមកផ្សារភ្ជាប់នឹងជីវិតយើងបានទេតែយើងអត់ចេះ relax ជាមួយនឹងធម្មជាតិយើងចេះយកធម្មជាតិមកប្រើប្រាស់អញ្ចឹងយើងទៅស្គាល់ធម្មជាតិហើយធម្មជាតិនៅជាមួយយើងនៅជាមួយធម្មជាតិហើយទៅចេះការពារធម្មជាតិក៏អត់ទេហើយទៅដឹងពីអ្វីដែលអាចជាការកំរិះកំហែងឬក៏ការដែលយើងធ្វើឲ្យយើងមានគ្រោះថ្នាក់ពីធម្មជាតិគេហៅគ្រោះធម្មជាតិយើងត្រូវយល់ដែរតែវាយើងអាចបត់បែនតាមកលៈទេសៈនៃអ្វីដែលកើតឡើងអញ្ចឹងសេចក្តីសុខគឺមិនមែនរឿងតូចទេបងប្អូនខ្លះគាត់យល់ច្រឡំថាសេចក្តីសុខហ្នឹងគឺនៅស្ងៀមអត់ធ្វើអីមិនមែនទេអានោះខុសហើយគេថាអីទៅកុំខឹងនេះសេចក្តីសុខមួយបាទអ្វីដែលសេចក្តីសុខនោះគឺខ្ញុំជម្រាបប្រមាណទៅ8យ៉ាងតែ8ប្រភពរបស់វាហើយបើសិនតែយើងអត់រកសេចក្តីសុខនឹងឃើញក្នុង8ប្រភពទេយើងនឹងមានសេចក្តីទុក្ខ8ប្រភពហ្នឹងដែរបាទអានោះមានន័យថា8ប្រភពហ្នឹងបើសិនជាយើងអត់ចេះរីករាយឬក៏យើងធ្វើឲ្យមានសេចក្តីសុខទេគឺ8ចំណុចហ្នឹងនឹងខ្លាយទៅជាប្រភពទុក្ខរបស់យើងវិញនឹងនាំទុក្ខឲ្យយើងវិញបាទចាដូចជានៅក្នុងនោះពាក់ព័ន្ធជាមួយបរិស្ថានបើសិនជាយើងអត់ចេះស្រឡាញ់បរិស្ថានអត់ចេះថែរក្សាបរិស្ថានថ្ងៃក្រោយទៅបរិស្ថាននឹងដល់ផលប៉ះពាល់មកយើងវិញឧទាហរណ៍ដូចជាអាចមានគ្រោះធម្មជាតិឬក៏អ្វីផ្សេងកើតឡើងដែលយើងអត់ដឹងមុនបាទចា៎អញ្ចឹងសរុបមកវិញសេចក្តីសុខយើងត្រូវស្វែងរកក្នុងដង្ហើមទាំងចូលរបស់យើងឥឡូវនេះដូចចត្រានៅខ្ញុំកំពុងតែនិយាយនេះធ្វើម៉េចឲ្យមានសេចក្តីសុខនៅក្នុងដង្ហើមទាំងចូលរបស់យើងព្រោះជីវិតរបស់យើងគឺជាការប្រមូលផ្ដុំនៃដង្ហើមរបស់យើងពីឥឡូវនឹងរហូតដល់យើងទៅវិញចា៎អញ្ចឹងប្រសិនបើយើងអត់មានអានឹងច្រើនទេមានន័យថាយើងមានសេចក្តីទុក្ខហើយអញ្ចឹងសេចក្តីសុខរបស់យើងជោគជ័យរបស់យើងមិនមែនទៅពេលខាងមុខនោះទេគឺឥឡូវនេះតែម្ដងបងប្អូនជាច្រើនគាត់រស់នៅក្នុងអតីតកាលគាត់មានបញ្ហាជាច្រើននៅក្នុងអតីតកាលគាត់ជាប់ជាមួយអតីតកាលគាត់ចងខ្លួនគាត់ជាចង្វាក់តែម្ដងជាមួយអតីតកាលហើយមិនមានសេចក្តីសុខហើយអត់ចេះរស់នៅក្នុងបច្ចុប្បន្នភាពបែរជាចង់បានអ្វីទៅពេលខាងមុខទៅវិញចា៎អញ្ចឹងមនុស្សយើងពេលខ្លះដូចចាញ់បោកជីវិតអត់ដឹងអត់ស្គាល់ពីជីវិតច្បាស់លាស់អត់ចេះស្រឡាញ់ខ្លួនឯងគឺថាខ្លួនស្រឡាញ់ខ្លួនឯងប៉ុន្តែគាត់អត់ចេះស្រឡាញ់ខ្លួនឯងអត់ចេះស្រឡាញ់ខ្លួនឯងនេះគឺជាចំណុចទី1ដែលបងបារាពាក់ព័ន្ធជាមួយនឹងសភៅរបស់បងបារាផងដែរប៉ុន្តែនេះខ្ញុំអាចសួរសំណួរមួយទាក់ទងមួយក្រៅសភៅបន្តិចណាដោយសារតែខ្ញុំធ្លាប់ឃើញកូនសិស្សរបស់បងបារាដែរដែលគាត់មកចូលរួមសិក្ខាសាលាឃើញគាត់ដូចជាបរោះ quote មួយទាក់ទងជាមួយនឹងការនិយាយថាប៉ះសិនលុយមិនអាចធ្វើឲ្យអ្នកមានភាពរីករាយទេប៉ះសិនបើខ្លួនអ្នកគឺជាមនុស្សដែលមិនរីករាយចំណុចកន្លែងហ្នឹងចង់ឲ្យបងបារាបានបកស្រាយតិចពេលខ្លះមនុស្សភាគច្រើនតែផ្ដល់តម្លៃទៅលើលុយសំខាន់ជាងអ្វីទាំងអស់ជាងសេចក្តីសុខផ្សេងៗទៀតអញ្ចឹងកាលណាគាត់គិតថាបើសិនជាអត់មានលុយគាត់អត់មានភាពរីករាយទេប៉ុន្តែត្រង់ចំណុច quote កន្លែងហ្នឹងដែលបងបារាបានបង្ហាញក៏ដូចជាបង្រៀនដល់កូនសិស្សរបស់បងបារាផ្ទាល់ហ្នឹងបងអាចជួយបកស្រាយបង្ហាញទៅដល់បងប្អូនប្រិយមិត្តរបស់យើងដែលកំពុងតែទស្សនាក៏ដូចជាតាមដានស្ដាប់កម្មវិធីជីវិតនឹងលុយផងបាទអរគុណចំណុចសំខាន់មែនទែន quote បើតាមខ្ញុំចាំដូចជា quote ចេញពី Robert Kiyosaki ចាថានិយាយម្ដងទៀតគាត់ថាម៉េចចាលុយមិនអាចធ្វើឲ្យអ្នកមានភាពរីករាយទេបើសិនបើខ្លួនអ្នកគឺជាមនុស្សដែលមិនមានភាពរីករាយហ្នឹងហើយលុយមិនអាចធ្វើឲ្យអ្នករីករាយបានទេបើសិនបើអ្នកមិនមែនជាមនុស្សរីករាយចាអញ្ចឹង Robert កាលនេះខ្ញុំចូលចិត្ត Robert មែនទេហើយខ្ញុំក៏ជាកូនសិស្សមួយរបស់ Robert ដែរមើលសភៅគាត់ឆ្លាតជាង10ឆ្នាំមុនចាហើយខ្ញុំតែយកពាក្យសម្ដីនឹងអ្វីៗគាត់នឹងមករៀនសូត្រនិងចែករំលែកទៅវិញដែរប្រកបណាស់លុយតាមពិតលុយជាសំខាន់ចាលុយអាចជួយឲ្យយើងសុបាយបានដែរប៉ុន្តែមិនមែនសុបាយរយៈពេលយូរទេចាខ្ញុំឧទាហរណ៍ចត្រាធ្លាប់ទិញអាវថ្មីទេបងធ្លាប់ទិញពេលនោះសុបាយតែហើយពេលដែលពាក់មករយៈយូរទៅអាវហ្នឹងវាសុបាយអាវធម្មតាបាទចា
ធ្លាប់ទិញកង់ការមានកង់ដំបូងសប្បាយមែនតើបាទហើយពេលមករយៈទៅយ៉ាងម៉េចដែរធម្មតាដូចកាលពីមុនអញ្ចឹងពេលដែលទិញកង់ថ្មីចឹងគឺគេហៅថាលាងជូតរហូតដល់ពេលយូរទៅខ្ជិលដែរអាម៉ូតូឡើងម៉ូតូឡើងមានដល់ម៉ូតូចាដល់ពេលមានដល់ម៉ូតូយ៉ាងម៉េចដែរនៅពេលដំបូងបានម៉ូតូទីដំបូងចាសប្បាយចិត្តចាពេលបានការងារធ្វើបានលុយប្រាក់ខែដំបូងមកប្រាក់ខែដំបូងមិនដែររភើបមែនតើប្រាក់ខែដំបូងគឺសម័យអស់ហើយមុនពេលបើទៀតប៉ុន្តែសម័យអស់ហើយដល់ពេលរួចហើយប្រហែលខែក្រោយមកអាប្រាក់ខែហ្នឹងយ៉ាងម៉េចដែរធម្មតាចង់បានច្រើនជាងហ្នឹងទៀតចង់បានច្រើនជាងបាទវាទៅហាក់វាលេងសប្បាយវិញចាអញ្ចឹងនេះធម្មជាតិរបស់មនុស្សយើងអញ្ចឹងលុយតាមពិតធ្វើឲ្យយើងសប្បាយម្ល៉េះដំបូងហ្នឹងចាប៉ុន្តែយូរទៅលេងសប្បាយជាមួយវាហើយដែលព្រោះជីវិតរបស់យើងមិនមែនតែរឿងលុយមកចាលុយរបស់យើងគឺផ្សារភ្ជាប់ទៅនឹង8ចំណុចខ្ញុំបាននិយាយជូនមិញចាចឹងប្រសិនបើយើងមានចរិតលក្ខណៈជាមនុស្សសប្បាយចេះរកភាពសេចក្តីសុខសប្បាយជាមួយនឹង8ប្រភពហ្នឹងយើងគឺជាអ្នកមានពិតប្រាកដយើងគឺជាអ្នកមានគ្រប់ជ្រុងជ្រោយយើងគឺជាអ្នកមានធំនៅក្នុងពិភពលោកចាអញ្ចឹងសម្រាប់មនុស្សដែលផ្ដោតទៅលើលុយហើយអត់ចេះធ្វើឲ្យខ្លួនសប្បាយនិងរកប្រភពសប្បាយជាមួយចំណុច8ផ្សេងទៀតនោះគាត់សប្បាយបានមួយផ្លែទេគាត់នៅតែខ្លាចទៅជាមនុស្សដែលមិនសប្បាយដដែលខ្ញុំទទួលបាននៅ quote របស់ណែនេះមួយទៀតរបស់ Bill Gates ចាគាត់ថាគាត់យល់ថាមនុស្សដែលចង់បាន1លានលុយ1លានដំបូងហ្នឹងគាត់ដឹងអារម្មណ៍ហ្នឹងគាត់ធ្លាប់មានអារម្មណ៍ហ្នឹងដែរចាគាត់ដឹងថាចង់យ៉ាងម៉េចដើម្បីខ្លាចជា millionaire ហ្នឹងស្ទុះស្ទាណាខំប្រឹងណាប៉ុន្តែនៅពេលដែលបាន1លានហើយលើកពី1លានទៅនៅតែញ៉ាំ burger ដដែលទេនៅតែញ៉ាំ burger ដដែលទេចាអញ្ចឹងអាលុយហ្នឹងវាមានបានមកមែនប៉ុន្តែវានៅតែញ៉ាំ burger ដដែលអញ្ចឹងត្រូវចេះស្វែងរកសេចក្តីសុខជាមួយនឹងអ្វីផ្សេងទៀតដែលពាក់ព័ន្ធនឹងជីវិតផ្ទាល់ដែលលើកពីលុយប្រកបណាស់លុយសំខាន់ចាអត់លុយមានទុកប៉ុន្តែមានតែលុយមកគឺតូចតាចដល់ហើយអត់តាន់ធំសម្រាប់ជីវិតរបស់ខ្លួនឯងទេចាហើយមួយទៀតក៏តកតងជាមួយនឹងបទពិសោធន៍ជីវិតជាក់ស្ដែងរបស់សង្គមយើងក៏យើងឃើញថាមានអ្នកមានមួយចំនួនដែលគាត់មានលុយវិញតែក៏គាត់មើលទៅគាត់អត់រីករាយដែរពេលខ្លះយើងពេលដែលយើងអត់លុយយើងសម្លឹងឃើញអ្នកមានយើងថាអូគួរចំណាយណាគេប្រហែលជាមានសេចក្តីសុខខ្លាំងហើយប៉ុន្តែដល់ពេលដែលយើងបានខ្លាយទៅជាបុគ្គលហ្នឹងគេហៅជាគៀងផ្ទះអ្នកណាគឺពន្លឺជះពន្លឺនៅក្នុងហ្នឹងអញ្ចឹងដល់ពេលដែលអ្នកមាននឹងពិតពេលខ្លះគាត់មិនប្រកាសថារីករាយដោយអ្វីដែលយើងគាត់អាចរីករាយអ្វីដែលគាត់កំពុងធ្វើចាគាត់អាចរីករាយនឹងលុយដែលគាត់មានចាប៉ុន្តែគាត់ត្រូវស្វែងរកសេចក្តីសុខផ្សេងទៀតសុខភាពរបស់គាត់ចាតែគាត់អាចមានបញ្ហារឿងសុខភាពដែរទេតែគាត់អាចមានសេចក្តីទុក្ខតែសុខភាពតើគាត់អាចមានសេចក្តីទុក្ខផ្លូវគំនិតស្មុគស្មាញ stress ចាជាមួយនឹងកិច្ចការងារតើគាត់អាចមានទុក្ខជាមួយនឹងផ្លូវអារម្មណ៍ខឹងច្រើនទេចាខឹងច្រើនទេចំណែនច្រើនទេអន់ចិត្តច្រើនទេចាតែគាត់មានប៉ុន្តែអ្នកដែលមានភាគច្រើនគាត់មិនសូវខ្លាចម៉ាទេតាមខ្ញុំដឹងចាតែខឹង stress ចាគាត់ហ៊ានគាត់ស្មារតីគាត់ខ្លាំងខ្ញុំដឹងរឿងលុយគាត់ខ្លាំងណាគាត់តែមួយទៀតចាចម្ពាន់សេចក្តីសុខជាមួយក្រុមគ្រួសារតើមានសេចក្តីសុខជាមួយប្តីប្រពន្ធឬក៏មានទុក្ខជាមួយប្តីប្រពន្ធមានចំណងតាក់ទងមិនល្អជាមួយប្តីប្រពន្ធចាអាចពាក់ព័ន្ធជាមួយហើយមានចំណងតាក់ទងជាមួយនឹងកូនល្អដែរទេចាអានោះគឺជាចំណុចសំខាន់ដែរហើយនឹងចំណងតាក់ទងជាមួយនឹងមនុស្សដទៃផ្សេងទៀតអញ្ចឹងកន្លែងនេះគឺជាចំណុចដែលខ្ញុំចង់ឲ្យបងប្អូនប្រជាជនខ្មែរយើងរួមទាំងពិភពលោកមិនមែនតែខ្មែរយើងសិភៅនេះខ្ញុំសរសេរថាចំណេះដឹងខ្មែរដើម្បីពិភពលោកអាចមើលនៅក្នុងនោះគឺឃើញនៅខាងក្រៅនេះគឺខ្ញុំហ៊ានដាក់ថានេះរឿងថ្លើមធំបន្តិចដែរដោយសារចង់លើកមុខមាត់ខ្មែរយើងណាចង់លើកមុខមាត់ខ្មែរយើងព្រោះខ្ញុំថាខ្មែរយើងអាចធ្វើបានខ្មែរយើងក៏មានចំណេះដឹងដែរប៉ុន្តែចំណេះដឹងនេះត្រូវតែមនុស្សជាច្រើនទៀតខ្មែរយើងច្រើនឲ្យបានដឹងរឿងនេះអញ្ចឹងគឺសរុបមកវិញគឺខ្ញុំត្រឡប់ទៅក្បួនបងប្អូនមិញគឺថាដើម្បីឲ្យបានសេចក្តីសុខមិនមែនរឿងលុយមកមុខទេទោះបីយើងមានលុយប្រមាណច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែយើងមិនចេះធ្វើឲ្យខ្លួនឯងសប្បាយចិត្តជាមួយនឹងរូបរាងកាយយើងជាមួយគំនិតយើងជាមួយអារម្មណ៍យើងជាមួយស្មារតីជាមួយនឹងក្រុមគ្រួសារជាមួយនឹងសង្គមនោះយើងក៏នៅតែជាមនុស្សដែលមិនសប្បាយចិត្តដែរចា៎សូមអរគុណសម្រាប់លោកបូរ៉ាដែលបានបកស្រាយនៅគេហៅថាចំណុចទី1នៅក្នុងសភៅរបស់លោកតផងដែរហើយនៅក្នុងនេះនាងខ្ញុំមានចំណាប់អារម្មណ៍ចំពោះចំណុចទី23មួយទៀតអនុញ្ញាតសូមសាកសួរបន្តចា៎នៅក្នុងចំណុចទី23នេះលោកបូរ៉ាបានសរសេរថាមនុស្សជោគជ័យគេយល់ពីលក្ខណៈធម្មជាតិនៃភាពខុសប្លែកគ្នានិងចិត្តសាស្ត្ររបស់មនុស្សដើម្បីគេអាចសម្របខ្លួនទៅជាសមាជិកនិងអ្នកដឹកនាំក្រុមមួយដ៏ល្អនៅក្នុងក្រុម
ក្នុងគ្រួសារនិងក្នុងសង្គមរីឯមនុស្សធម្មតាវិញគេមិនខ្វល់យល់ពីអ្នកដទៃឡើយហើយជាលទ្ធផលគេតែងខ្លាយជាជនមានចំនួននិងមានភាពឯកោចា៎ចំពោះចំណុចកន្លែងហ្នឹងដូចជាពាក់ព័ន្ធជាមួយនឹងសម្ព័ន្ធគ្រួសារហើយនឹងសម្ព័ន្ធផែនដីឬក៏យ៉ាងម៉េចដែរលោកកន្លែងចំណុចមនុស្សជោគជ័យខ្លាំងគឺជាមនុស្សដែលមានការគ្រប់គ្រងពីអ្នកដទៃអ្នកនៅជុំវិញជាមនុស្សដែលគេចូលចិត្តធ្វើការជាមួយជាមនុស្សដែលគេឲ្យតម្លៃជាមនុស្សដែលគេស្រឡាញ់ជាមនុស្សដែលគេចង់រកស៊ីជាមួយគេចង់ធ្វើការជាមួយគេចង់រស់នៅក្នុងក្រុមគ្រួសារគេចង់យកធ្វើជាមិត្តភក្តិជាមួយមែនអត់អញ្ចឹងមនុស្សជោគជ័យគឺគេដើម្បីធ្វើរឿងនឹងបានគេត្រូវយល់ពីមនុស្សតែម្ដងគេត្រូវយល់ពីធម្មជាតិរបស់មនុស្សពីលក្ខណៈខុសគ្នារបស់មនុស្សពីចរិតរបស់មនុស្សពីអ្វីដែលមនុស្សចង់បានអ្វីដែលមនុស្សចង់បានអញ្ចឹងគេស្វែងយល់គេស្វែងយល់បើក្នុងនាមជាបុគ្គលិកណាបើយើងធ្វើការជាមួយបុគ្គលិកតើបុគ្គលិកមានលក្ខណៈយ៉ាងម៉េចចរិតបុគ្គលិកខុសគ្នាយ៉ាងម៉េចស្ថានភាពបុគ្គលិកខុសគ្នាមិនសមត្ថភាពបុគ្គលិកខុសគ្នាមិនហើយជាទូទៅបុគ្គលិកចង់បានអីទៅមុខណាចង់បានអីក្នុងការលូតលាស់របស់ខ្លួនគេចង់បានតម្លៃអីក្នុងនាមជាបុគ្គលិកដើម្បីយើងអាចក្នុងនាមយើងជាមនុស្សមួយដែលចង់ជោគជ័យចង់ខ្លាចជាអ្នកដឹកនាំហ្នឹងអញ្ចឹងកាលណាយើងយល់ពីបុគ្គលិកច្បាស់យើងដឹងពីស្ថានភាពបុគ្គលិកយើងអាចជួយបុគ្គលិកបានស្រួលដែរអញ្ចឹងយើងអាចជួយបុគ្គលិកបានស្រួលយើងចេះលើកទឹកចិត្តបុគ្គលិកយើងចេះបង្វឹកបុគ្គលិកយើងចេះជួយបុគ្គលិកឲ្យមានការរីកចម្រើនយើងចេះឲ្យតម្លៃកិត្តិយសបុគ្គលិកនោះបុគ្គលិកនឹងចង់ធ្វើការជាមួយយើងអ្នករស់ស៊ីដូចគ្នាយើងរស់ស៊ីជាមួយគ្នាយើងត្រូវមាននៅការស្គាល់អត្តចរិតរបស់អ្នករស់ស៊ីខុសៗគ្នាមានអ្នករស់ស៊ីកាប់ដាវអ្នករស់ស៊ីមានអ្នករស់ស៊ីកាប់ដាវទៀតត្រង់អ្នករស់ស៊ីយ៉ាងម៉េចហើយយើងចង់ខ្សែគប់ជាមួយនរណាអញ្ចឹងការស្គាល់ចរិតរបស់មនុស្សស្គាល់ចិត្តសាស្ត្ររបស់មនុស្សដែលធ្វើឲ្យយើងអាចជ្រើសរើសមនុស្សធ្វើការរស់ស៊ីជាមួយត្រូវហើយយើងត្រូវផ្ដល់អីដែលជាតម្លៃរបស់យើងដើម្បីឲ្យគេឲ្យតម្លៃយើងវិញដែរដូចជាភាពស្មោះត្រង់សំខាន់ជាងភាពស្មោះត្រង់នៅក្នុងការងារណាក្នុងការដែលយើងផ្ដល់ឲ្យលើសពីអ្វីដែលពីការរំពឹងទុករបស់អ្នកដៃគូរបស់យើងនោះអញ្ចឹងការស្វែងយល់អំពីនេះឧទាហរណ៍ឡើងមិនអញ្ចឹងក្នុងនេះគឺថាយើងត្រូវស្វែងយល់ពីមនុស្សក្រុមគ្រួសារយើងត្រូវយល់ដែរប្រពន្ធយើងមានប្តីប្រពន្ធតែប្រពន្ធគាត់ចង់បានអីប្រពន្ធគាត់ត្រូវការអីដែលជាតម្លៃរបស់គាត់អញ្ចឹងក្នុងនេះគឺកាលណាយើងអត់យល់ពីអ្វីដែលគ្រួសារយើងប្រពន្ធយើងចង់បានយើងហាក់បីដូចជា ignore យើងហាក់បីដូចជាបង្ងើយកតើមើលរំលងដូច្នេះធ្វើឲ្យយើងមានការបាត់បង់នៅចំណងតាក់ទងល្អជាមួយគ្នានឹងគ្នាណាពេលខ្លះយើងគិតថាមិនអីទេយើងមានអារម្មណ៍អញ្ចឹងតែអារម្មណ៍របស់យើងផ្សេងអារម្មណ៍របស់ប្រពន្ធយើងផ្សេងណាបើយើងជាប្រពន្ធក៏អញ្ចឹងដែរយើងត្រូវដឹងពីអារម្មណ៍ប្តីរបស់យើងដែរប្តីយើងក៏ត្រូវការស្អីតាក់ទងទៅនឹងការឲ្យតម្លៃគាត់យ៉ាងម៉េចគាត់ត្រូវការអីទៀតតម្រូវការផ្សេងទៀតណាមានតម្រូវការច្រើនណាតែយើងត្រូវស្វែងយល់ហើយយើងត្រូវចេះយល់គ្នាពីភាពខុសប្លែកគ្នាពួកមនុស្សពីរនាក់មកនៅជុំគ្នាវាអាចខុសគ្នាចរិតខុសគ្នាអញ្ចឹងយើងត្រូវចេះយល់ទៅចេះអត់ឲ្យថាមនុស្សខុសគ្នាពេលខ្លះយើងចេះតែទាញយកទៅចង់បានឲ្យធ្វើដូចខ្ញុំទៅដូចខ្ញុំមកទៅដូចខ្ញុំមកណាអញ្ចឹងមានត្រូវការយល់អញ្ចឹងយល់ពីមនុស្សសំខាន់ណាក្នុងនាមជាអ្នកដឹកនាំក្នុងនាមជាអ្នកជោគជ័យម្នាក់នៅក្នុងក្រុមគ្រួសារនៅក្នុងការងារនៅក្នុងមុខរបរនៅក្នុងសង្គមនោះអញ្ចឹងការយល់ពីមនុស្សច្រើនអាចឲ្យយើងខ្លះជាអ្នកដឹកនាំកិច្ចការទៅបានទៅវិញបើយើងអត់យល់មនុស្សយើងគិតតែខ្លួនឯងអាត្មានិយមណាយូរឯកាហើយមានចំនួនជាមួយគេមួយឯងចំនួនជាមួយគេមួយឯងហើយថាតែគេនឹងខុសណាអានេះការនេះអានេះចេះហើយដើរនិយាយដើមវិញទៅមិនអញ្ចឹងនិយាយដើមវិញចា៎បាទអញ្ចឹងដល់យូរទៅឯកោម្នាក់ឯងអត់មានណានៅក្បែរណាសូម្បីតែអ្នកធ្វើការក៏អត់មាននៅក្បែរអ្នករស់ស៊ីអត់សូវមាននៅក្បែរប្រពន្ធកូនក៏អត់នៅក្បែរគួរឲ្យសោកស្ដាយអាណិតហ្នឹងមនុស្សយ៉ាងចា៎នេះគឺជាចំណុចទី23ដែលលោកបារាបានសរសេរនៅក្នុងសៀវភៅរបស់លោកចាស់ហើយដោយសារតែថ្ងៃនេះឃើញថាបងបារាបានផ្ដល់ឱកាសដល់កម្មវិធីមែនតើនៅក្នុងការធ្វើបទសម្ភាសន៍ជាមួយនឹងបងបារាប៉ុន្តែទន្ទឹមនឹងនេះផងដែរចង់ជំរាបសួរបងបារាបើសិនជាប្រិយមិត្តរបស់យើងឬក៏បងប្អូនយើងដទៃទៀតដែលគាត់មានចំណាប់អារម្មណ៍ចង់ជាវសៀវភៅមួយក្បាលនេះតើគាត់អាចទៅរកជាវបាននៅទីណាដែរតាមរយៈបណ្ណាគារឬមួយក៏បងមានលេខទូរស័ព្ទអ្នកបាទជាទូទៅសៀវភៅនេះយើងមិនទាន់បានបញ្ចេញនៅលើទីផ្សារឡើយទេយើងប៉ុន្តែយើងអ្នកដែលចូលរួមកម្មវិធីរបស់យើងជាពិសេសកម្មវិធីអភិវឌ្ឍអគ្គនាយកសហគ្រិនចា៎យើងគាត់នឹងមានឱកាសជាវសៀវភៅនេះតែយើងមិនទាន់បញ្ចេញទៅខាងក្រៅច្រើនឡើយទេប៉ុន្តែបើសិនបងប្អូនដែលចាប់អារម្មណ៍គាត់អាចតាក់ទងសហការីរបស់យើងដែលមានលេខទូរស័ព្ទ092 211 001 092 211 001ដើម្បីអាចនឹងជាវសៀវភៅនេះបានចា៎ហើយបន្ថែមពីលើនឹងទៅទៀតផងដែរតើលោកបារានៅ
មានគម្រោងអីបន្ថែមទៀតទេដែលតងជាមួយនឹងខាងគេហៅថាខាង CEO ចានឹងមានគម្រោងអីដើម្បីធ្វើបន្ថែមទៀតជាមួយនឹងខាងកម្មវិធីជីវិតនឹងលុយដែរតាមពិតឆាប់នេះទេបាទយើងខាងមជ្ឈមណ្ឌលអភិវឌ្ឍនៃការយើងសហគ្រិនគឺតាមពិតពេញចិត្តនឹងការបង្កើតដោយសារតែខ្ញុំចូលរួមជាដឹកនាំក្នុងកម្មវិធីជីវិតនឹងលុយនេះគឺថាយើងនឹងគ្រប់គ្រងពេញទំហឹងតែម្ដងនៅពេលខាងមុខនេះយើងនឹងធ្វើកម្មវិធីសាធារណៈដែលនឹងផ្ដល់នៅសិក្ខាសាលាជាពិសេសភាពជាអ្នកដឹកនាំភាពជាមនុស្សជោគជ័យណាទៅដល់សាធារណជនដើម្បីឲ្យគាត់មានបានចូលរួមជាមួយនឹងខ្ញុំផ្ទាល់ហើយខ្ញុំនឹងយកថវិកាដែលប្រមូលបានពីការធ្វើការបណ្ដុះបណ្ដាលនេះមកជូននៅខាងកម្មវិធីជីវិតនឹងលុយដើម្បីបន្តនិរន្តរភាពកម្មវិធីរបស់ខ្លួនហើយក៏ដូចជានឹងចូលរួមចំណែកនៅក្នុងជាមូលនិធិទៅដល់មន្ទីរពេទ្យគុណធបុប្ផាផងដែរអញ្ចឹងមកចំណែកប្រហែលជា 50% ទៅកម្មវិធីជីវិតនឹងលុយដើម្បីកម្មវិធីជីវិតនឹងលុយដែលមានចត្រាផ្ទាល់ក្នុងការសម្រាប់ពលរដ្ឋក្នុងកម្មវិធីនេះគឺនឹងមាននិរន្តរភាពជាមួយក្រុមការងារយើងបន្តទៅទៀតហើយ 50% ទៀតនឹងជូនទៅមន្ទីរពេទ្យគុណធបុប្ផាដើម្បីជាការចូលរួមចំណែកនៅក្នុងគ្រូគុណធបុប្ផាបានធ្វើកិច្ចការនៅសំខាន់ៗជាពិសេសជួយទៅដល់សុខភាពកុមាររបស់ប្រជាជនយើងបានច្រើនមែនទែនបាទសូមអរគុណដល់លោកបារ៉ាផងដែរដែលបានផ្ដល់កិត្តិយសដល់កម្មវិធីបានធ្វើបទសម្ភាសន៍ក៏ដូចជាបង្ហាញនៅសកម្មភាពមួយចំនួនដែលខាងកម្មវិធីនឹងរៀបចំធ្វើនៅពេលខាងមុខហើយក៏សង្ឃឹមថាបងប្អូនប្រិយមិត្តរបស់យើងដែលកំពុងតែទស្សនាវីដេអូឃ្លីបក៏ដូចជាកំពុងតែតាមដានស្ដាប់នៅតាមវិទ្យុរបស់យើងនេះគឺគាត់អាចនឹងចូលរួមទាំងអស់គ្នាដើម្បីជួយទៅដល់សង្គមរបស់យើងតាមរយៈមន្ទីរពេទ្យគុណធបុប្ផាផងដែរចា៎ហើយមុននឹងបញ្ចប់នៃកម្មវិធីតើលោកបារ៉ាមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅដល់ប្រិយមិត្តរបស់យើងដែលកំពុងតែទស្សនាវីដេអូឃ្លីបក៏ដូចជាតាមដានស្ដាប់អូឌីយ៉ូរបស់យើងមួយទៀតផងដែរចា៎បាទជាចុងក្រោយគឺអរគុណទៅដល់ប្រិមិត្តស្ដាប់ទស្សនិកជនទាំងអស់ដែលបានតាមដាននៅការសម្ភាសរបស់យើងនេះហើយសង្ឃឹមថាអ្វីដែលខ្ញុំបានរៀបចំឡើងគឺនឹងជាប្រយោជន៍ជាពន្លឺសំខាន់ទៅដល់បងប្អូនក្នុងការអភិវឌ្ឍខ្លួនឯងអភិវឌ្ឍក្រុមគ្រួសារនិងអភិវឌ្ឍសង្គមជាតិរបស់យើងទាំងមូលហើយសង្ឃឹមថានេះគឺជាការលើកកម្ពស់នូវគុណភាពអត្តសញ្ញាណរបស់ប្រជាជនកម្ពុជាក្នុងការដែលយើងម្នាក់ៗដែលជាតំណាងប្រទេសជាតិរបស់យើងទាំងមូលបាទអរគុណច្រើនហើយសូមជូនពរឲ្យជោគជ័យទាំងអស់គ្នាចា៎សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកបារ៉ាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមធ្វើបទសម្ភាសន៍នៅថ្ងៃនេះហើយក៏សូមគោរពជូនពរដល់លោកសូមមានសុខភាពល្អជាពិសេសហ្នឹងគឺសូមឲ្យជោគជ័យនៅក្នុងកិច្ចការងារក៏ដូចជាមុខជំនួញផ្សេងៗផងដែរហើយក៏សង្ឃឹមថាឱកាសក្រោយពីកម្មវិធីនឹងអញ្ជើញលោកបារ៉ាទៅធ្វើជាវាគ្មិនកិត្តិយសរបស់យើងចូលរួមចែករំលែកនៅចំណេះដឹងល្អៗក្នុងកម្មវិធីរបស់យើងបន្តទៀតចា៎ក្នុងឱកាសក្រោយជំរាបទៀតអនុញ្ញាតជម្រាបលាប្រិយមិត្តរបស់យើងបាទអរគុណជម្រាបលា